ចាស់របស់វាចំពុកដួលភីនេះបានបញ្ជូនបាល់ទៅទីបន្ទាប់មកអ្នកមានពណ៌លឿងដែលអាចហោះបានពណ៌ប្រភេទអាចលាតសន្ធឹងនិងរួញតូចដូចជាគ្មានអ្វីសោះពណ៌បៃតងអាចមើលមិនឃើញនៅពេលណាក៏បានហើយពណ៌ខៀវវាជាអ្នកមានអំណាចខ្លាំងណាស់ថ្ងៃមួយឆ្មាមួយក្បាលជាប់គាំងនៅលើដើមឈើពណ៌ខៀវប្រើកម្លាំងដ៏អស្ចារ្យរបស់វាដើម្បីរុញដើមឈើនោះឲ្យដួលប៉ុន្តែវាបុករថយន្តប៉ូលីសទាំងស្រុងឆ្កែទាំងនោះភ័យស្លន់ស្លោហើយរត់គេចខ្លួនពួកគេបានឃើញចៅម្នាក់ពណ៌បៃតងលាតសន្ធឹងខ្លួនធ្វើឲ្យបុរសនោះជំពប់ដួលហើយចៅនោះក៏ដួលយ៉ាងខ្លាំងក្រោយមកពួកគេបានរកឃើញចៅពីរនាក់កំពុងវាយហាមលក់ស្ករគ្រាប់ឆ្កែទាំងនោះបានស្ទុះចូលមកភីងីយ៉ាងលឿនដូចភ្លេកបន្ទោចាប់ខ្សែពោះហើយចងចៅម្នាក់បន្ទាប់មកពណ៌ខៀវចាប់យកស្ករគ្រាប់ហើយវាដូចជាកាំភ្លើងយន្តស្ករគ្រាប់គ្រាន់តែគប់បុរសម្នាក់ទៀតចៅនោះខឹងយ៉ាងខ្លាំងទាញកាំបិតចេញពណ៌ប្រផេះលាតក្រញាំរបស់គាត់ប្រហែល40 ហ្វីតគ្រាន់តែវាយបុរសនោះចុះបន្ទាប់មកលឿងប្រើអំណាចរបស់គាត់ចាក់ទឹកស្ករមួយធុងទាំងមូលទៅលើគាត់ពាក្យចចាមអារាមបានលេចចេញអំពីឆ្កែវីរភាពវាប្រែថាពួកគេទទួលបានអំណាចទាំងនេះពីមន្តអាគមមួយចំនួនឆ្កែធំដែលជាអ្នកដឹកនាំសម្រាប់ចិត្តវឹកហាត់ពួកគេពណ៌ប្រភេទកាន់តែមានភាពបត់បែនបៃតងរៀនធ្វើឲ្យខ្លួនគាត់និងមិត្តភ័ក្តិរបស់គាត់មើលមិនឃើញលឿងឥឡូវនេះអាចធ្វើឲ្យរបស់ច្រើនអន្តែតក្នុងពេលតែមួយទន្ទឹមនឹងនេះវីរៈបុរសដ៏អស្ចារ្យនេះបានបង្ហាញខ្លួនហើយគាត់មានជ្រូកមួយជ្រូកលួចឡានហើយគ្រាន់តែបំផ្លាញការជិះទាំងមូលប៉ូលីសម្នាក់បានបង្ហាញខ្លួនហើយគាត់មានការភ្ញាក់ផ្អើលទាំងស្រុងបន្ទាប់មកវីរៈបុរសលោតចូលទៅក្នុងខ្លួនរបស់ប៉ូលីសទៅកាន់យានអវកាសហើយបាញ់ថ្នាំដើម្បីហៅអាចផ្កាយមកបំផ្លាញផែនដីឆ្កែធំរត់មកហើយទោះបីជាគាត់គ្មានអំណាចក៏ដោយគាត់គេចពីឡាសេប្រើល្បឿនរបស់គាត់ដើម្បីបញ្ឆោតវីរៈបុរសឆ្កែធំព្យាយាមកម្ចាត់វីរៈបុរសប៉ុន្តែវីរៈបុរសប្រើឡាសេដើម្បីវាយគាត់ឆ្កែដទៃទៀតលោតចូលពួកវាប្រើអំណាចរបស់វាដើម្បីបង្កើតខែប្រឆាំងចរន្តអគ្គិសនីហើយការវាយប្រហាររបស់ជនអាក្រក់ក៏លោតត្រឡប់មកវិញភ្លាមពណ៌ប្រផេះប្រែតទៅជាកៅស៊ូដើម្បីរារាំងភ្លេចបន្ទោរបស់ជនអាក្រក់ដែលខំសម្បាយយ៉ាងខ្លាំងចាប់តាមគ្រប់គ្រងអាវុធទាំងអស់នេះដើម្បីវាយប្រហារឆ្កែប៉ុន្តែភីងីគ្រាន់តែរត់ជុំវិញរារាំងអ្វីទាំងអស់ដែលមានពណ៌ខៀវអំណាចចាប់តាមហយផ្សែងហើយគាត់ប្រឈមមុខនឹងជនអាក្រក់ចាប់តាមប្រើភ្លេចបន្ទោរបស់គាត់ដើម្បីគប់ឡានទៅលើឆ្កែប៉ុន្តែពណ៌បៃតងប្រើភាពមើលមិនឃើញរបស់គាត់ដើម្បីជួយសង្គ្រោះថ្ងៃឆ្កែទាំងនោះលួចចូលទៅក្នុងផ្ទះមួយជនអាក្រក់គ្រាន់តែបំផ្ទុះកន្លែងនោះដោយភ្លេចបន្ទោម្ចាស់ឆ្កែឃើញអ្វីដែលកំពុងកើតឡើងហើយប្រគល់អូរ៉ាដល់ជនអាក្រក់អាចផ្កាយកាន់តែខិតជិតមកដល់ជនអាក្រក់ចាប់យកអូរ៉ាហើយធ្វើដំណើរទៅកាន់លំហអាកាសនៅក្នុងលំហអាកាសជនអាក្រក់ដឹងថាម្ចាស់បានផ្ដល់ឲ្យគាត់នៅអូរ៉ាខ្លាំងខ្លាយខណៈពេលដែលគាត់រវល់យាននេះធ្លាក់ចូលទៅក្នុងអាចផ្កាយត្រឡប់មកផែនដីវិញឆ្កែធំស្ថិតក្នុងស្ថានភាពមិនល្អឆ្កែដទៃទៀតមានការខូចចិត្តយ៉ាងខ្លាំងជាស្តែងអូរ៉ានៅមានល្បិចមួយទៀតវាអាចនាំអ្នកណាម្នាក់ឲ្យមានជីវិតឡើងវិញប៉ុន្តែប្រសិនបើពួកវាប្រើវាពួកវានឹងបាត់បង់អំណាចរបស់វាជារៀងរហូតឆ្កែទាំងនោះនិយាយគ្នាហើយសម្រេចចិត្តជួយសង្គ្រោះមេដឹកនាំរបស់វាអូរ៉ាភ្លឺឡើងហើយឆ្កែធំក៏រស់ឡើងវិញដូច្នេះតើអ្នកចង់បានអំណាចរបស់ឆ្កែមួយណាសូមប្រាប់ខ្ញុំនៅក្នុងមតិយោបល់